មន្ត្រីចរកម្មអាមេរិកថាមីស៊ីលប៉ាគីស្ថានអាចក្លាយជាការគម្រាមកំហែងនាពេលអនាគតដល់អាមេរិកនៅក្នុងសេចក្តីរាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់សភាកាលពីថ្ងៃពុធកន្លងទៅសហគមន៍ចរកម្មសហរដ្ឋអាមេរិកបានធ្វើការកែសម្រួលបញ្ជីឈ្មោះប្រទេសដែលជាការគម្រាមកំហែងកម្រិតអតិភិបដល់សហរដ្ឋអាមេរិកអ្វីដែលជាចំណុចកត់សម្គាល់បំផុតនោះគឺការដាក់បញ្ចូលប៉ាគីស្ថានទៅក្នុងក្រុមប្រទេសដែលមានសមត្ថភាពមីស៊ីលកម្រិតខ្ពស់ស្មើនឹងមហាអំណាចដូចជារុស្ស៊ីចិនកូរ៉េខាងជើងនិងអ៊ីរ៉ង់ការវាយតម្លៃនេះធ្វើឡើងនៅក្នុងរបាយការណ៍ការវាយតម្លៃការគម្រាមកំហែងប្រចាំឆ្នាំ2026ដែលបង្ហាញដោយផ្ទាល់ដោយលោកស្រី Tulsi Gabbard ប្រធានចរកម្មជាតិអាមេរិកហៅកាត់ DNI របាយការណ៍នេះបានគូបញ្ជាក់ថាប៉ាគីស្ថានលែងគ្រាន់តែជាមហាអំណាចយោធាក្នុងតំបន់អាស៊ីខាងត្បូងទៀតហើយប៉ុន្តែបានក្លាយជាតួអង្គដែលមានសមត្ថភាពវាយប្រហារឆ្លងទ្វីបថ្លែងទៅកាន់គណៈកម្មការចរកម្មព្រឹទ្ធសភាលោកស្រី Tulsi Gabbard បានលើកឡើងនៅចំណុចបច្ចេកទេសសំខាន់ៗចំនួន2គឺ1ប៉ាគីស្ថានឈានហួសពីការផលិតមីស៊ីលធម្មតាមកដល់ការបង្កើតប្រព័ន្ធចែកចាយមីស៊ីលទំនើបដែលមានសមត្ថភាពខ្ពស់ក្នុងការគេចផុតពីប្រព័ន្ធការពារដែនអាកាសនិងទី2បច្ចេកវិទ្យាថ្មីរបស់ទីក្រុងអ៊ីស្លាមាបាតបានធ្វើឲ្យមាតុភូមិអាមេរិកស្ថិតនៅក្នុងរង្វង់នៃការវាយប្រហារដែលនេះគឺជាការប្រកាសសន្នកម្រិតខ្ពស់សម្រាប់មន្ត្រីការពារជាតិអាមេរិកលោកស្រី Gabbard បានសង្កត់ធ្ងន់ថាយើងកំពុងសង្កេតឃើញការផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការការពារតំបន់ទៅជាការបង្កើនសមត្ថភាពវាយប្រហារសកលតាមរយៈការអភិវឌ្ឍមីស៊ីលប៉ាឡេស្ទិកអន្តរទ្វីប ICBM ជាប្រវត្តិសាស្ត្រកម្មវិធីមីស៊ីលរបស់ប៉ាគីស្ថានដូចជាត្រកូល Zahin និង Gori ត្រូវបានរចនាឡើងជាចម្បងដើម្បីទប់ទល់នឹងឥណ្ឌាដែលជាគូសត្រូវក្នុងតំបន់ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ចរកម្មឆ្នាំ2026បានបង្ហាញថាប៉ាគីស្ថានត្រូវបានគេជឿថាកំពុងធ្វើតេស្តបច្ចេកវិទ្យាមីស៊ីលដែលអាចហោះបានចម្ងាយលើសពី 5,500 គីឡូម៉ែត្រដែលជាចម្ងាយកំណត់សម្រាប់មីស៊ីលអន្តរទ្វីបនិងការអភិវឌ្ឍណែនាំផ្លូវនិងសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនក្នុងមីស៊ីលតែមួយកំពុងមានការវិវត្តយ៉ាងលឿនគួរឲ្យកត់សម្គាល់និងចុងក្រោយគោលដៅនិងចុងក្រោយគោលដៅយុទ្ធសាស្ត្ររបស់ប៉ាគីស្ថានលែងឈប់ត្រឹមតែនាយអាស៊ីខាងត្បូងទៀតហើយប៉ុន្តែវាអាចគ្របដណ្ដប់ដល់អឺរ៉ុបនិងសហរដ្ឋអាមេរិកផ្ទាល់តែម្ដងប្រសិនបើនិន្នាការនេះនៅតែបន្តចំពោះនៃវិភាគភូមិសាស្ត្រនយោបាយបានលើកឡើងថាមានកត្តាជាច្រើនដែលរុញច្រានឲ្យប៉ាគីស្ថានពង្រឹងសមត្ថភាពមីស៊ីលរបស់ខ្លួនដូចជាក្នុងបរិបទដែលពិភពលោកបែងចែកជាប្លុកអំណាចការមានអាវុធដែលអាចវាយប្រហារដល់មហាអំណាចគឺជាការធានារ៉ាប់រងអាយុជីវិតសម្រាប់របបនយោបាយចំពោះកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាអាមេរិកមានការសង្ស័យថាប៉ាគីស្ថានអាចទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យាពីប្រទេសទី3ឬតាមរយៈការលួចចម្លងបច្ចេកវិទ្យាដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនិងតុល្យភាពអំណាចថ្មីប៉ាគីស្ថានចង់បង្ហាញថាខ្លួនជាមហាអំណាចនុយក្លេអ៊ែរពេញលេញដែលមិនអាចរងការគៀបសង្កត់ពីសំណាក់ប្រទេសជិតខាងបានប៉ាគីស្ថានក្នុងបញ្ជីការគំរាមកំហែងរួមជាមួយរុស្ស៊ីនិងចិននឹងនាំឲ្យមានការប្រែប្រួលខ្លាំងក្នុងទំនាក់ទំនងការទូតដូចជាការរឹតបន្តឹងជំនួយសហភាពអាមេរិកអាចនឹងកាត់បន្ថយជំនួយយោធានិងសេដ្ឋកិច្ចដល់ប៉ាគីស្ថានប្រសិនបើពួកគេមិនមានដំណាភាពចំពោះកម្មវិធីមីស៊ីល ICBM ចំពោះការដាក់ទណ្ឌកម្មវាអាចឈានដល់ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងយោធាប៉ាគីស្ថាននិងចំពោះសម្ពាធសហគមន៍អន្តរជាតិអាមេរិកនឹងប្រើប្រាស់របាយការណ៍នេះដើម្បីគៀងគរសម្ព័ន្ធមិត្តឲ្យបង្កើនការតាមដានលើរាល់ការដឹកជញ្ជូនសម្ភារៈយោធាទៅកាន់ទីក្រុងអ៊ីស្លាមាបាតប្រសិនបើប៉ាគីស្ថានមានមីស៊ីល ICBM ពិតប្រាកដវានឹងបង្កើតជាបន្ទុកបន្ថែមសម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកកន្លងមកអាមេរិកផ្ដោតខ្លាំងលើការការពារការវាយប្រហារពីកូរ៉េខាងជើងនិងអ៊ីរ៉ង់ប៉ុន្តែការបន្ថែមប៉ាគីស្ថានទៅក្នុងសម័យកាលនេះមានន័យថាអាមេរិកត្រូវត្រៀមលក្ខណៈការពារពីគ្រប់ទិសទីដែលទាមទារកញ្ចប់ថវិកាយោធារាប់ពាន់លានដុល្លារបន្ថែមទៀតជារួមរបាយការណ៍ឆ្នាំ2026របស់លោកស្រី Tulsi Gabbard គឺជាសញ្ញាព្រមានដ៏ខ្លាំងក្លាមួយថាពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃការរីកសាយភាយអាវុធយុទ្ធសាស្ត្រការដែលប៉ាគីស្ថានក្លាយជាការគំរាមកំហែងដោយផ្ទាល់ដល់ទឹកដីអាមេរិកនិងផ្លាស់ប្ដូរតុល្យភាពអំណាចនៅអាស៊ីខាងត្បូងជារៀងរហូត